ចឹងយើងតពីថ្ងៃមុនយើងដល់ variable scope ឯថ្ងៃមុនចុះមើលកូដសិនភ្លេចបាត់ហើយនេះមែនទេនេះចូលលឿន PHP ថ្ងៃមុនលុបចោលអត់ទៅហើយចឹងវីដេអូមុនជា variable ហើយនឹង variable scope ហ្នឹងឯងហើយទៅមើល YouTube មកភ្លេចបាត់ចប់មក my video YouTube Studio ហើយជួយមើល dashboard របស់យើងcontent PHP variable អូខេថ្ងៃមុនដល់ variable ហើយចឹងយើងទៅម្ដងពី variable បន្តិចដើម្បីតាម variable នៅលើ PHP បានយើងត្រូវមានសញ្ញាដុល្លារនេះហើយចំពោះតម្លៃនៅក្នុង PHP ចំពោះ variable មួយវា dynamic ប៉ុន្តែយើង assign a វាទទួលនឹងហើយដើម្បី check type របស់ variable ហ្នឹងយើងប្រើ var_dam ដើម្បី check type របស់ variable មួយហ្នឹងហើយនៅក្នុងការដាក់ឈ្មោះ variable មួយបើឈ្មោះនឹងអក្សរដូចគ្នាតែវាតូចធំនេះវាចេះអញ្ចឹងអាហ្នឹងបានន័យថាវាពីរអាញាផ្សេងគ្នាអញ្ចឹងកុំច្រឡំកន្លែងហ្នឹងហើយនេះគឺជាបែរថាបទបញ្ញត្តិហើយ rule ក្នុងការតាំង variable អញ្ចឹងមានប្រមាណចំណុចហ្នឹងទី1យើងត្រូវចាប់ផ្ដើមពីសញ្ញាសាញដុល្លារនេះហើយទី2ត្រូវចាប់ផ្ដើមជាមួយនឹងអក្សរខុសពីអក្សរគឺ error ហើយទី3គឺត្រូវចាប់ផ្ដើមកុំចាប់ផ្ដើមមួយលេខទី4កុំscope នៅក្នុងការតាំង variable ហ្នឹងយើងមាន scope របស់យើង scope ហ្នឹងគឺសំដៅលើអីសំដៅលើលេខជាមួយអក្សរដែលយើងអាចទៅសេតាំង variable បាននៅក្នុង PHP គឺមានចាប់ពី A ដល់ Z 0.9ហើយនឹង underscore មានប៉ុណ្្នឹងឯងសម្រាប់តាំង variable ហើយអញ្ចឹងត្រូវមានការប្រុងប្រយ័ត្នអូខេឥឡូវយើងចូលទៅ scope អីទៅ scope ហ្នឹងកន្លែងយើងទៅសេកន្លែងដែល variable ស្ថិតនៅបើន័យថាសម្រាប់ variable ហ្នឹងនៅខាងលើគេអញ្ចឹងអាហ្នឹងវាជា global ប៉ុន្តែបើវានៅខាងក្នុង function ឬមកនៅក្នុងផ្នែកផ្សេងនៃ loop អាហ្នឹងអាចថាវាជា loop call អីចឹងទៅពេល static អាហ្នឹងមានន័យថាតម្លៃវាមិនទេអាហ្នឹងយើងចាំនិយាយគ្នាតទៀតចឹងតើទៅមួយនឹង global និង loop call scope អញ្ចឹងយើងតាំង variable នៅខាងក្រៅ function អាហ្នឹងវាជា global scope ហើយតែយើងអាចយកអា variable ហ្នឹងយកទៅ access ទៅគ្រប់កន្លែងទាំងអស់ក្នុង function ហ្នឹងឬប្រហែលថាយើងតាំង x ស្មើ5នេះហើយអញ្ចឹងយើងយក x ទៅ output នៅនេះក៏បានយើងយក x output នៅក្រៅ function ក៏បានអញ្ចឹង access លើយើងហ្នឹងវាជា global scope ចូលមកដល់ local scope បានន័យថាយើងតាំង x ហ្នឹងនៅខាងក្នុង function នេះអញ្ចឹងទៅពេលដែលយើងហៅ x ហ្នឹងយកមកប្រើនៅខាងក្រៅនេះអត់កើតទេអញ្ចឹងអានេះបានន័យថាវានៅតែមកផ្លាស់ function នេះពេលយើងយកដាក់នៅក្រៅវា error it's easy to understand អញ្ចឹងអានេះ PHP global keyword អញ្ចឹងក្នុងការតាំង global keyword ក្នុងការតាំងអញ្ញត្តិមួយឲ្យវាជា global keyword វាជា global អញ្ចឹងយើងប្រើ keyword global ហ្នឹងទៅដើម្បីតាំងថា variable ហ្នឹងវាជា global អញ្ចឹងអាកន្លែងនេះយើងមើលថាតម្លៃ x ស្មើ5តម្លៃ y ស្មើ10អញ្ចឹងយើងប្រើអាកន្លែងនេះគេប្រើ keyword global ដើម្បីតាំង x ហើយនិង y អញ្ចឹងមានន័យថារាល់តម្លៃដែល x y ប្រែប្រួលនៅខាងរាល់តម្លៃ x y ប្រែប្រួលនៅខាងក្នុង function នោះនៅពេលដែលយើង output នៅពេលយើងយកវាមកប្រើនៅពេលយើងហៅ function នឹងប្រើហើយយើង echo លើតម្លៃ y នេះនោះវានឹង output ចេញ15គេឥឡូវយើងទៅមុខសិនអានេះកុំច្រឡំអានេះដោយសារតែអានេះយើងតាំងប្រើ keyword នេះដើម្បីអាហ្នឹងវាប្រៀបដូចជាទៅថាបើសិនជាក្នុង C++ វិញអាហ្នឹងយើងមាន parameter 2នៅកន្លែងនេះអាហ្នឹងយើងតាំងវាដើម្បីខាងលើហ្នឹងវា access ចូលខាងគ្រប់បាទយើងត្រូវដាក់តម្លៃនៃ variable នៅកន្លែងទៅញ៉ៃអញ្ចឹងអានេះយើង handle វាបាន
rồiយើងក៏ប្រើ keyword global នេះទៅហើយយើងដាក់ y នៅខាងក្នុងនេះមកចឹងតាំងវាចឹងមកហើយy ស្មើជាមួយនឹង x បូកជាមួយ y តែប៉ុណ្្នឹងទៅហើយបន្តទៀតយើងហៅ function នឹងយកប្រើនៅពេលយើងហៅ function ហ្នឹងទៅតម្លៃ x និង y ហ្នឹងវាចាប់ផ្ដើមដំណើរការនៅខាងក្នុង function នេះហើយយើងបានតាំងនេះហើយបន្តទៀតបានយើងបានតម្លៃ y ថ្មីដែលវាដាក់បានដើរនៅក្នុង function នេះអញ្ចឹង x ស្មើ5 y ស្មើ10អញ្ចឹងបូកចូលនេះស្មើតែ5ចឹងឥឡូវយើង practice ទៀតអានេះគេ example មួយទៀតយើងអាចប្រើតាមវិធីនេះក៏បានដែរតែជាទូទៅកន្លែងនេះវាដូចជារៀងសាំញ៉ាំតិចវាមានស្អីគេញញពីហ្នឹងប្រើ keyword global ទៅចប់ហើយនេះយើងគេថា PHP ហ្នឹង store global variable ក្នុង array ហៅថា call globals អញ្ចឹងមានន័យថា raw global នេះយើងតាំងលើនេះអញ្ចឹងវា store ទុកជាលក្ខណៈ array ដែលយើងអាចហៅវាយកមកប្រើបានតាមរយៈបែបនេះហើយនឹងបែបនេះហ្នឹងហើយសិតដាក់ក្នុងការហៅ global variable តាមបែប array ហ្នឹងហើយ output វាដូចគ្នាទេវាស្តៀងគ្នាតែមើលទៅអាណាសួរសេយើង share ហ្នឹងទៅហើយចំពោះ static keyword អាហ្នឹងខ្ញុំក៏អត់ដឹងដូចគ្នាឥឡូវយើងអានអស់គ្នាអញ្ចឹងជាធម្មតា function យើងតែងតែ complete ឬមកក៏ execute បាន execute អញ្ចឹង raw variable ទាំងអស់ត្រូវបាន detect មាន raw variable ទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ raw variable ទាំងអស់ត្រូវបានចាប់បានអញ្ចឹង detect ចាប់ខ្ញុំស្អីជាអង់គ្លេសដែរហើយមួយវិញទៀតនៅពេលដែលយើងចង់នៅពេលដែលពួកយើងចង់ឲ្យ local variable មួយមិនត្រូវបាន detect អញ្ចឹងពួកយើងត្រូវការ keyword មួយដែលមានឈ្មោះថា static អញ្ចឹង static នេះវាប្រើលក្ខណៈរបៀបម៉េចអូខេ let's see អញ្ចឹង static ឥឡូវយើងមើល example គេអានេះគេយើងមាន function មួយហើយបន្តទៀតយើងមាន static variable x មួយឲ្យយើងឲ្យវាស្មើ0ទៅយើង echo ចឹងច្បាស់ថា echo ឡើយនេះ x ស្មើ0នេះបន្តទៀតយើងឲ្យ x បូកចឹងយើងចង់ថាមានរឿងអីកើតឡើងនៅពេលយើងហៅ function នឹង3ដងថាតើ keyword តើ x ហ្នឹងវាកើនតម្លៃឬមួយក៏អត់ដោយសារតែយើងហៅវា3ដងចឹងបើមុនដំបូងវាគួរតែចេញ1ចេញ2ហើយមុនដំបូងចេញ0បន្តទៀតវាចេញ1អានេះចេញ0ហើយចេញ1អានេះចេញ2ហើយចឹងអញ្ចឹងឥឡូវយើងចាំយើងដកពិសោធន៍នៅពេលតិចទៀតយើង practice តែឥឡូវអស់ហើយអញ្ចឹងអានេះទុកជាហៅថាអាចកំបាំងសិនហើយយើងមកមើលតកតងជាមួយនឹង keyword 2តកតងជាមួយនឹង scope 2សិនទី1គឺ local ទី2 global let's see អញ្ចឹងក្នុងការតាំងglobal variable យើងក៏តាំងវានៅខាងលើ function អីចឹងហើយដាក់ x ស្មើបាន15 12ចឹង40អញ្ចឹងy ស្មើជាមួយនឹង50អញ្ចឹងយើង echo មើលទៅយើងមាន function មួយយើង save function មកយើងដូចជាអត់ដល់មាន function ទេថាហ្នឹងហើយដូចជាអត់ដល់ទេឥឡូវយើងទៅសិនណាអញ្ចឹងដាក់ my fun ចឹងចេះដាក់អូ shit វាលោតស្អីមកហ្នឹងអានេះវាលោត TypeScript ស្អីមកញ៉ៃលោតស្អីមកលើខ្វល់វាលោតវាហត់អញ្ចឹងយើងដាក់ x ហើយយើង echo យើងសេតាមគេណា echo x ស្មើជាមួយអានេះយើងដាក់$x នៅខាងក្នុងនឹងបានហើយដែល n y ស្មើជាមួយនឹង$y នេះអូខេអញ្ចឹងកន្លែងនេះវា error អូអាចទៅ error ហេvậyខ្ញុំគួរតែ error នៅកន្លែងហ្នឹងដោយសារតែយើងតាំងវានៅពីលើរួចហើយវាអាចថាឥឡូវយើងហៅ function ទៅ person my fun បឿជុំវា error ហ៎អូដោយសារតម្លៃ x នេះវានៅក្នុងប៉ុន្តែជាទូទៅវាយើងតាំងវាពីលើនេះមករួចហើយវាអាច error ទេលេងទៅមើលមេរៀនយូរឡើងវិញនេះវាគេធម្មតាតាស្អីតាំងវាជា global variable នេះតាំងវានៅលើហ្នឹងហើយវាគួរតែដើរមិនចឹង
lúc ta để tăng thế nó là vị trí loop call scopeហើយបានកូនវា load error identify បែរជាចាប់តាមរយៈនេះគេ extension ទេ extension ហើយចាប់តាម extension បានវា load error អញ្ចឹងយើង keep វាមួយឡៃសិនទៅអាឡៃហ្នឹងហើយតោះយើង run កូដយើងទាំងអស់គ្នាតាមនឹង run យើងត្រូវបើក SAM សិនដើម្បី run វាលើ web browser របស់យើងអូខេយើង yes មកចាំវាបន្តិចទៅអូខេវាកំពុងតែដើរអូខេដើរអូខេយើងគួរទៅ web មួយណាយើងទៅ local host របស់យើងវិញទៅ local host មកយើងចូល web browser យើង run server យើងហើយយើងចូល local host មក local នេះ hello dot ចូលវាបាន hello មកពីណាវា hello មកពីណាបានសេ shit are you serious to me Control S ចូលឲ្យតែវា load hello មកពីតាណានេះឆ្ងល់កំពុងគឺឆ្ងល់ហើយ spec មើលវាសិនហៅ bug នេះដល់វាហៅ bug នៅតែ hello នោះវាមកវាប្លណានេះខ្ញុំវាមិនយល់ជុំ10ហើយ BO hello ចេះបានមកពីណាឆ្ងល់learning PHP index PHP submit learning PHP index PHP ចូលចា what the fuck ហើយដាក់ចេះវិញលើវា error អញ្ចឹងណាហើយយើងដូរចេះតែមក global ហើយតាមវាជា global ណា global x y $y មកវា error ទេស្អាតចាំមើលអូខេយើង save វាមកយើងចូល page យើងវិញនិយាយបាន hello នោះពីណានេះគួយឆ្ងល់បណ្ដោយដល់វាចឹងឆ្ងល់បណ្ដោយអូខេអូកែកុំព្យូទ័រយើងអូចូលខុសកន្លែងអ្នកនរគ្នាខ្ញុំចូលខុសកន្លែងថានេះសាមមែនសាមអូខេឥឡូវយើង comment នេះចោលហើយយើងបើ Marty comment line នេះ Marty comment line ទេ comment Marty Paul line អូខេ comment Marty Paul line អូខេចាំមកយើងសេដូចដើមមកតាមបែបកូនមិន error ទេសារតែយើងសេខុសកន្លែងចឹងវាអត់ឃើញស្អីអត់ជួយមើលខ្ញុំផងតែស្មើនឹង50តែយើងមាន function មួយ function my fun ចឹងយើងមិនខល echo x ស្មើ $x y ស្មើ $y វាអត់គួរ error ទេនៅកន្លែងហ្នឹងតែយើងហៅមក my fun ចឹងមកតែវា it work properly វាដើរធម្មតាដែរអូខេយើង save មកយើងទៅ refresh page អូខេវា warning មានន័យថាវាអត់ដើរនៅខាងក្នុងនេះទោះបីយើងតាំងវានៅខាងលើក៏ដល់វាដើរឥឡូវយើងចូលទៅមើលកូនហ្នឹងមើលចាកូននេះមិនវាដើរអូនេះ generate error ន័យថាយើងអាចប្រើ x នៅខាងក្នុងនេះបានតែយើងអត់បានតាំងអីវាerror របស់គេមិនតាំងនេះនិយាយដាក់កចឹងន័យថាតើតើយើងដាក់វាជា global បែបនេះបានយើងអាច access យក variable ពីខាងលើនេះយកទៅប្រើនៅក្នុង function ហ្នឹងបានចឹងឥឡូវយើងដាក់មកចឹងerror យើងដាក់អាហ្នឹងថៃទៀត x y អូខេហើយវា error ទៀតកែ error ឯងចាំមើលវា error ទៀតនេះលេង error ចេញមកតម្លៃចឹងមានន័យថាដើម្បីឲ្យអាពីរនេះអា variable ពីរនេះអាច access ប្រើនៅក្នុង function នេះបានទៅប្រើ keyword មួយថា global ហើយដាក់ variable ទាំងពីរនឹងចូលចានឹងមានប៉ុណ្ណឹងទេឡើងចាក់ចូលជាមួយនឹង global scope ចាក់ចូលជាមួយនឹង static អូខេតែទៅមាន static ឥឡូវយើង save function ថ្មីមួយទៀតកុំឲ្យច្រឡំគ្នា function
Yo, my typing professional man. If you and the function but some elimination my fun two chứ mình fun two chẳng là dùng static keyword để là s mà dùng mình 50 ok chẳng như echo em là echo là trong tiếng Nhật nói là bộ bộ trong đây là được bây giờ dân hai phần sinh tăng đòn trong đây làm lại nó bị can một đòn mình tái về cho nằm ba hai làm lại đại can hơn thế vì bộ mùi vì bằng hai làm lại đào về sân với này dân đã máu chẳng vì cho làm lại đào về sân thôi dân hai phần sinh tập hợp đồn tiết bán vía ba vía cho làm lại để can lại hà mũi chẳng hết ha lấy dương từ từ ngõ này anh ấy ok chẳng cái này rồi lấy dương echo bị o mới mọi vì hai đa số chọn cái tí ha ok chắc là lấy dương xéo mất hình cho em á lấy dương tầm mưa câu tầm mưa restart chứ tranh hà mũi chứ anh ấy về chụp tội nè cái này chụp to đây đã lại đi mà chụp mũi mà nó cái việc hai cái đó hiện mê hiện một được xéo anh nó đòn mỏ thì chỗ lươn ở mùi mùi ok lấy dương khơi tha lấy nên mình ca can là nó chờ lấy dương hai phần sinh thử một đoạn thì ta phải lấy những việc can thì ok những đi frame happy ok chẳng mình bây giờ dân per keyword static đi chắc nằm lạiในการทำฟังก์ชันนั้นในเปยัง hai with the per ฉันโดนฉันtới nằm lại với cặp lại pro đã tạm lại vấn đề bây giờ bây giờ per keyword static này cho nên thay vì cả là let's see cái thay nằm lại nó việc đa để chúng ta hai percent bài trên chọn ở nằm lại này function với pre pro nó bây giờ hai function vô per nhưng per keyword static mình thay nằm lại nó không function pre pro nằm lại và đây bỏ nó không function pre pro bây giờ hai with the perฉันโดนchẳng hết nè cho những per static keyword khi mà mình nhớ dừng tab mưa về thấy toàn ọc này nhóm có mình để cho mà lấy gọi thay dừng an thấy dừng bị sao độ sao toàn ọc này chẳng hết nè ok chẳng chọn ở đầm lại e đi vì can là từ tam anh ấy từ tam function này dừng man hái là dừng hai man đón vì can và mình nâng đồn chẳng hết nè chẳng ơi chẳng cái tập năng thế e ok chẳng scope mình tập năng thế ở con bữa ăn miếng lại cho ấy chọc năng ấy bye bye